ថ្ងៃថ្មីប្រវត្តិតួអង្គថ្មីដោយថ្ងៃនេះយើងមកនិយាយពីប្រវត្តិ Odin នៅក្នុងរឿង Record of Ragnarok Odin គឺជាអាទិទេពដ៏មានឥទ្ធិពលបំផុតម្នាក់និងជាមេដឹកនាំនៃពពួកព្រះ Norse ទោះបីជាគាត់មិនទាន់បានបង្ហាញសមត្ថភាពប្រយុទ្ធពេញលេញនៅលើសាយវានក៏ដោយប៉ុន្តែគាត់គឺជាតួអង្គដ៏គួរឲ្យខ្លាចនិងអាថ៌កំបាំងបំផុតនៅពីក្រោយឆាករូបរាង Odin បង្ហាញជាបុរសវ័យចំណាស់ដែលមានសក់ពណ៌សវែងនិងពាក់អាវក្រោះពណ៌ខ្មៅដ៏ប្រណិតលក្ខណៈសម្គាល់ដ៏លេចធ្លោរបស់គាត់គឺមានក្អែក2នៅលើស្មាដែលមានឈ្មោះថា Hakin និង Munin ក្អែកទាំងពីរនេះជាអ្នកនិយាយជំនួសគាត់ព្រោះជាធម្មតា Odin ចូលចិត្តរក្សាភាពស្ងប់ស្ងាត់និងស្ងៀមស្ងាត់បុគ្គលិកលក្ខណៈរបស់គាត់មានចរិតចិត្តត្រជាក់គួរឲ្យខ្លាចនិងមានអំណាចលើសលប់គាត់ហាក់ដូចជាមានគម្រោងការសម្ងាត់អ្វីមួយទៀតសូម្បីតែព្រះដតីទៀតក៏មិននឹងដែរកំហឹងរបស់គាត់អាចធ្វើឲ្យបរិយាកាសជុំវិញខ្លួនរលាយនិងញ័ររន្ធត់បានសមត្ថភាពនិងអំណាចដែលយើងបានឃើញទោះបីជាមិនទាន់បានឡើងប្រយុទ្ធផ្លូវការប៉ុន្តែមានតម្រុយខ្លះៗអំពីអំណាចរបស់គាត់អំណាចនៃការពុកផុយនៅក្នុងឈុតឆាកខ្លះនៅពេលដែល Odin បញ្ចេញកំហឹងរុក្ខជាតិនិងផ្កានៅជុំវិញខ្លួនគាត់បានក្រៀមស្វិតនិងងាប់ភ្លាមនេះបង្ហាញថាគាត់មានអំណាចគ្រប់គ្រងលើជីវិតនិងសេចក្តីស្លាប់អាវុធរបស់គាត់គឺជាលំពែងដ៏ល្បីល្បាញមានឈ្មោះថា Ginner តាមរឿងព្រេងលំពែងនេះមិនដែលបោះខុសគោលដៅឡើយក្បាច់រាយមន្តអាគមក្នុងនាមជាព្រះនៃចំណេះដឹងនិងមន្តអាគមគាត់ត្រូវបានគេរំពឹងថាគឺជាអ្នកប្រើប្រាស់មន្តអាគម Norse ដ៏ខ្លាំងពូកែម្នាក់តួនាទីនិងគម្រោងការសម្ងាត់របស់ Odin អាទិទេព Odin មិនមែនគ្រាន់តែចង់កម្ចាត់មនុស្សជាតិក្នុង Ragnarok នោះទេមានតម្រុយជាច្រើនបង្ហាញថាគាត់កំពុងរងចាំឲ្យមានព្រឹត្តិការណ៍ Ragnarok កើតឡើងដើម្បីសម្រេចគោលបំណងផ្ទាល់ខ្លួនប្រហែលជាពាក់ព័ន្ធនឹងការរស់ឡើងវិញនៃ Aki ឬអ្វីមួយដែលទាក់ទងនឹងការបង្កើតពិភពលោកថ្មីគាត់ហាក់ដូចជាមានការប្រុងប្រយ័ត្ននិងតាមដានរាល់សកម្មភាពរបស់ Valkyrie Brunhilde និងព្រះពុទ្ធយ៉ាងជាប់ជានិច្ចបើយើងសង្ខេបមក Odin គឺជាមេធំឬ Final Boss ម្នាក់នៃភាគីខាងព្រះដែលពោរពេញទៅដោយអាថ៌កំបាំងនិងកម្លាំងដែលមិនអាចប៉ាន់ស្មានបាននេះគឺជាប្រវត្តិខ្លីៗរបស់ Odin នៅក្នុងរឿង Record of Ragnarok ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយOh,